ខេត្តបាត់ដំបងបាទសម្រាប់ការចូលរួមពានរង្វាន់មួយនេះសួស្តីដល់បងប្អូនយើងទាំងអស់គ្នាផងណាបាទឥឡូវនេះអាញាកដាលបាទទាំង4រូបក៏បានដើរចូលព្រមទាំងកីឡាករទាំង2បាទទាំងសងខាងដើរចូលទីលានដើម្បីចាប់ផ្ដើមការប្រកួតនៅក្នុងពេលបន្តិចទៀតនេះឯងបាទកោពិឃាតឈ្នះប្រកួតមុនឈ្នះលេខស៊ីងបាទបដបើប្លុងសុករក្សាអូបាទត្រូវហើយអធិស្ឋានផងបងប្អូនយើងបាទច្រឡំអាទិត្យមុនអត់បានអត្ថាធិប្បាយបាទចង់វិញបាទអូត្រូវហើយត្រូវឈ្នះលេខស៊ីងបាទដូចឈ្នះ2-1ហ្មងណា2-1ទៅក៏យ៉ាងណាផលិតផលបាទខ្ញុំចង់ផ្លេចគូច្រើនពេកបងប្អូនយើងបាទឥឡូវនេះក្រុមទាំងពីរក៏បានដាក់ចាប់ដៃគ្នាដើម្បីទិបក្រុមបាទកោពិឃាត FC បាទនឹងខាងក្រុមសសយកបាទខាត់បាត់ដំបងឥឡូវយើងមកខាត់ពេលវេលាយូរយើងមកមើលជម្រើស11ដល់ដំបងរបស់ខាងទីខាងបញ្ជូនមកឆ្វេងបាទទប់បាល់ពីកីឡាករលេខ22បាទខ្សែការពារខាងឆ្វេងបាទហាំភ្លីបាទហាំភ្លីបាទខាងសសយកខាត់បាត់ដំបងក៏បាទកាត់ទៅជាបន្តបញ្ជូនមកខ្សែត្រង់អត់ផុតទេបាទចាប់ជើងជាមួយនឹងលេខ22បាទរុញមកខាងឆ្វេងបាទក្រុមបង្វឹកគឺលោកបាត់ដំបងគឺលោកបាទប៉ូគីណាបាទប៉ូគីណាអាជីពណាក៏មួយចំនួនតាក់ទងក៏ដែរបាទតែអាចនឹងបញ្ហាបាទគាត់ជាប់រវល់ការងារអីចឹងទៅបាទក៏មិនបានចូលរួមតាមដំណឹងមកកាលពីបាទបដិការមុនណាបាទពានរង្វាន់សុកលិកនេះជាពានរង្វាន់មួយដែលពាក់កណ្ដាលខ្សែការពារបាទឆ្នើមដែលជាកាពីតាន់ក្រុមតែម្ដងបាទស្លេះបាតរីបាទ1-1បំផ្លងមកខាងឆ្វេងបាទទប់បាល់មួយសិនពីបាទកីឡាករលេខ22បាទហាំភ្លីអូបាចូលហាំភ្លីទៅជាបន្តហាំភ្លីឲ្យវិសាលទេហាំភ្លីកាត់ចូលមកដួលខ្លួនឯងបាទញ៉ាកដាមិនពិន័យទេបាល់ចំណេញក៏នៅទៅចប់ជើងកីឡាករ17ដដែលបាទអែមបញ្ញាបញ្ជូនមកហាំភ្លីវិញបាទហាំភ្លីក៏ដឹកបាល់បាទនាំលេងទៅមិនរួចក៏រុញមកខាងក្រោមសិនបាទស៊ីທາງបាទគៀចោះឡើងមកលេង22ឱកាសបាទរុញខ្សែត្រង់តែម្ដងបញ្ជូនខ្លីៗបាទទៅជាបន្តការប្រកួតតែម្ដងបាទចោះជាបន្តទៀតបាទនៅតំបន់ខាងក្រោមបាទ1-1បាទហាំភ្លីបំផ្លងស្ដាំទៅតែម្ដងកន្លែងនេះផុតជាមួយនឹងខ្សែការពារទៀតបាទ2-1វិញបាទបញ្ជូនមកខាងក្រោមជាបន្តបាទ build up ពីតំបន់ខាងក្រោមឱកាសកន្លែងនេះបន្ទុកមួយសិនពីខាងក្រុមសសយកបាត់ដំបងបញ្ជូនមកជាបន្តតបមកជើងស្ដាំប្លុកបានអូយបាទចេញក្រៅកន្លែងនេះបាទនៅចាំទីព្យាយាមចេញទៅយកដែរកុំឲ្យខនណាក៏ប៉ុន្តែនៅតែបាទចេញទៅខាងក្រៅបានខននៅគិតជាបន្តទៅខាងក្រុមសសយកខេត្តបាត់ដំបងនៅមកទស្សនាម្ដងទៀតនេះពីការបញ្ជូនមកតបស្ដាំមកបុកជាមួយនឹងខ្សែការពារបាទហើយនៅចាំទីក៏ព្យាយាមចេញទៅយកដែរទៅទៀតហើយពីបាទខាងក្រុមបាទកូពិឃាតក៏បន្តទៅមិនទាន់បាទទិញបានយកបានជាបន្តទៀតបាទទុកមួយសិនបាទបំផ្លងស្ដាំមកជាបន្តឱកាសទៅទៀតហើយពីបាទបងសុកជាកឹបមួយស្លាយមួយកន្លែងនេះពីខ្សែការពារបាទគៀចោះគេឡើងជាបន្តទៀតបញ្ជូនចូលមកខាងក្នុងបែរមួយបាទគៀចូលស្ដាំឱកាសទៅលឿនចលោ1-2បាទក៏ទាត់បាល់ចេញទៅខាងក្រៅបាទ fair play សតកីឡាកររបស់ខ្លួនមានម្នាក់របួសបាទលេខ22របួសវាយមិញបាទចូលមុខកលើបាទទៅជាបន្តកន្លែងនេះបានទៅមួយហ្វាទៀតដួលអញ្ញាកដាលបាទឃើញក៏ពីណីបាទការលូកបាញ់មិញលេខ22បាទហាំភ្លីនេះអូបាទរត់បុកជើងតែម្ដងកាប់បៃតាន់ក្រុមលេខ14អត់ដូចក្របបាល់ទី1ក្របបាល់ទី2ទេអីយ៉ាកន្លែងនេះកណ្ដាលបញ្ជូនមកស្ដាំឱកាសទៅហើយបាទហាំភ្លីកាត់ចូលមកតំបន់គូតណាអត់មានអ្នកថែមទេឃ្លៀឆ្វេងចេញទៅក្រៅឥឡូវទៅវិញហើយពីខាងក្រុមគោពិឃាត FC ឱកាសអូសបាល់ទៅលឿនតែម្ដង